ស្ដីបងប្អូនទាំងអស់ជាទីគោរពជាទីស្រឡាញ់តែស្រឡាញ់ចូលចិត្តនៅ page រដូចជា channel Facebook របស់ខ្ញុំបាទគ្រូរីពេជ្រពនរាយគ្រូរីឆ្នាំខ្មែរទៀតនេះចែកជូនបងប្អូនទទួលដឹងទទួលស្ដាប់សិក្សារៀនសូត្រទាំងអស់គ្នាទុកជាគេមរតករបស់ដូនតាយើងតាំងពីដើមពីដែកមកបងប្អូននេះជារុក្ខឱសថសព្វគុណខាងបញ្ចុះកម្ដៅទៀតបងប្អូនណាចែកជាធម្មទានឲ្យដឹងឲ្យឮឲ្យស្គាល់ទាំងអស់គ្នាបងប្អូនរុក្ខឱសថនេះមានឈ្មោះថាដើមប្រមាត់មនុស្សបងប្អូនចឹងគឺកម្រដែរនៅក្នុងខេត្តបន្ទាយមានជ័យយើងនេះមាននៅច្រើនដែរហើយព្យាបាលត្រូវខាងផ្នែកគ្រុនក្តៅងាយញាក់ញ័របញ្ចុះកម្ដៅបាន 100% បងប្អូនកែស័ក្តិសិទ្ធគេហៅជាប្រភេទស្ដាច់ថ្នាំអញ្ចឹងប្រើចូលជាមួយថ្នាំអីក៏បានដែរអញ្ចឹងរុក្ខឱសថនេះគេហៅដើមប្រមាត់មនុស្សបងប្អូនមានសព្វគុណខាងបញ្ចុះកម្ដៅអញ្ចឹងឲ្យបងប្អូនជនរួមជាតិរួមឈាមទាំងអស់ទទួលដឹងទទួលឮជាទីសន្តាប់ទាំងអស់គ្នាអរគុណច្រើនណាស់ដែលបងប្អូនបានចូលសិក្សារៀនសូត្រអំពី page ក៏ដូចជា channel របស់ខ្ញុំបាទគ្រូរីនេះជូនជាទានដល់អ្នកទាំងអស់គ្នាបងប្អូនអញ្ចឹងការសម័យ COVID-19 ព្យាបាលមនុស្សច្រើនណាបងប្អូនគឺដោយយើងមិនអាចរកពាក់ថ្នាំអីច្រើនអញ្ចឹងប្រើថ្នាំខ្មែរអញ្ចឹងភាគច្រើនណាដែលអ្នកនៅម្ដុំនេះក៏ដូចនៅកន្លែងផ្សេងគាត់បានប្រើវាជាឱសថបញ្ចុះកម្ដៅអញ្ចឹងសម័យ COVID-19 ត្រូវប៉ាន់ណាថ្នាំនេះថ្លៃហើយបើទៅខាងតកែវក៏មានដែរបងប្អូន នៅភ្នំកូបរីនោះក៏មានដើមប្រមាណនៅនៅមួយចំហៀងក្បែរខឿនពហិចាស់ឯនោះហើយភ្នំជីសូក៏មានដែរបងប្អូននៅមួយចំហៀងដែរអញ្ចឹងភ្នំស្រាប់ភ្នំឯអត់មានទេមាន2ភ្នំកាលខ្ញុំធ្លាប់នៅទីនោះតែខ្ញុំចេញមក10ឆ្នាំជាងហើយមិនដឹងនៅមានឬអត់ទេអញ្ចឹងនិយាយសាច់ការវិញគឺថ្នាំនេះយើងប្រើតាមការកំណត់របស់ក្មេងគេស្ដេចក្តិចត្រួយចេះ 5-6 ត្រួយយកទៅស្វាច់ដាក់ឲ្យវាផឹកមួយកែវទៅគឺត្រជាក់ខ្លួនហ្មងដាក់5 ត្រួយ 6 ត្រួយណាហ្នឹងហើយរំនេះចាស់យើងហូបបានច្រើនហ្នឹងចឹងយើងដាក់ថ្លឹងជាខាំក៏បាន2ខាំនិយាយចាប់ពី50គីឡូមកគេប្រើ2ខាំ3គីឡូ70គីឡូឡើងទៅគេប្រើ3ខាំបងប្អូនចឹងនេះជារុក្ខឱសថឈ្មោះដើមប្រមាត់មនុស្សរៀងជាឯងបងប្អូនប្រភេទដើមទៀបមានមែកមានអីតែនេះខ្ញុំដកយកមកពីភ្នំកងវ៉ាអញ្ចឹងអ្នកនៅខេត្តបន្ទាយមានជ័យក៏ស្គាល់ភ្នំកងវ៉ាហើយយកមកដាំធ្វើជាពូជទុកដោះបានច្រើនដែរនឹងជើអរគុណច្រើនសូមឲ្យបងប្អូនប្រើថ្នាំដើម្បីបញ្ចុះកម្ដៅកើតពឹសដីសូមឲ្យសមប្រកបតិចតិជុំហើយឈ្នះអស់រោគផងទាំងពួងទៀតនឹងចែកជាធម្មទានឲ្យបងប្អូនស្គាល់ឲ្យកូនខ្មែរយើងស្គាល់ឲ្យដឹងកុំឲ្យបាត់តែនេះគឺជាថ្នាំបញ្ចុះកម្ដៅប្រភេទបញ្ចុះកម្ដៅហើយឈ្មោះរបស់វាគឺដើមប្រមាត់មនុស្សបងប្អូនអរគុណច្រើន